មានសាមគ្គីភាពនៃប្រសិទ្ធភាពនៃព្រឹកថ្ងៃអង្គារ3កើតខែជេឆ្នាំមមីអត្តស័កពុទ្ធសករាជ2570ត្រូវនៅថ្ងៃទី19ខែឧសភាឆ្នាំ2026នេះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យឯកឧត្តម Frank E.W. Achaba ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋបេណាំងប្រចាំកម្ពុជាចូលជួបនឹងប្រគល់សារតាំងឯកឧត្តមជាធិរិទ្ធអ្នកនាំពាក្យព្រឹទ្ធសភាបានឲ្យដឹងនៅក្រៅជំនួបថានៅក្នុងជំនួបនោះសម្ដេចតេជោបានសម្ដែងនូវក្តីរីករាយហើយក្នុងព្រះបរមនាមរបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចតេជោសូមអបអរសាទរចំពោះឯកឧត្តម Achaba ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតរបស់បេណាំងប្រចាំកម្ពុជានៅពេលនេះសម្ដេចតេជោសង្ឃឹមថាបេសកកម្មរបស់ឯកឧត្តមក្នុងឋានៈជាឯកអគ្គរដ្ឋទូតប្រចាំកម្ពុជានេះនឹងធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជានិងបេណាំងកាន់តែរីកចម្រើនបន្តទៀតនៅក្នុងឱកាសនោះឯកឧត្តមឯកអគ្គរដ្ឋទូតបានសម្ដែងនឹងការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឲ្យឯកឧត្តមបានជួបនឹងប្រគល់សារតាំងនៅពេលនេះសម្ដេចតេជោបានបញ្ជាក់អំពីអនុស្សាវរីយ៍និងចំណងមិត្តភាពមួយដ៏រឹងមាំបន្ថែមទៀតសម្រាប់ទំនាក់ទំនងរវាងកម្ពុជានិងបេណាំងសម្ដេចតេជោក៏បានរំលឹកថាសម្ដេចបានទៅទស្សនកិច្ចនៅប្រទេសមួយនេះក្នុងពេលដែលសម្ដេចនៅជារដ្ឋមន្ត្រីការបរទេសគឺនៅក្នុងអំឡុងឆ្នាំ1983ដែលពេលនោះកម្ពុជាត្រូវបានរដ្ឋបិទនៃការដាក់ទណ្ឌកម្មពីបរទេសតែបេណាំងនៅតែទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់សម្ដេចនៅពេលនោះសម្ដេចតេជោក៏ឆ្លៀតឱកាសនេះអញ្ជើញឯកឧត្តមប្រធានាធិបតីនៃប្រទេសបេណាំងមកកាន់ប្រទេសកម្ពុជានាពេលខាងមុខនៅក្នុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលប្រទេសនិយាយភាសាបារាំង Francophonie នៅក្នុងអំឡុងខែវិច្ឆិកាខាងមុខសម្ដេចតេជោសង្ឃឹមថាមេដឹកនាំរបស់ប្រទេសបេណាំងនឹងអញ្ជើញមកកាន់ប្រទេសកម្ពុជាហើយនៅពេលនោះជាឱកាសនៃការពង្រីកមិត្តភាពរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំបន្តទៀតជាចុងក្រោយសម្ដេចតេជោហ៊ុនសែនបានជូនពរឯកឧត្តមឯកអគ្គរដ្ឋទូតសូមទទួលបាននូវភាពជោគជ័យក្នុងបេសកកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា